បាទសួស្តីប្រិយមិត្តបាទថ្ងៃនេះគឺពូណាតធ្វើអបអន្ទង់បាទអញ្ចឹងអន្ទង់យើងធ្វើការកាត់ជាកង់បែបនេះមកបាទហើយយើងមានគ្រឿងផ្សំហ្នឹងមានគល់ស្លឹកគ្រៃដែលយើងហាន់បែបនេះស្លឹកក្រូចសើចខ្ទឹមសរំដេងហើយនឹងរមៀតហើយនឹងម្ទេសបាទអញ្ចឹងយើងម្ទេសយើងការធ្វើបុកប៉ុន្តែគ្រឿងនេះយើងអត់បុកទេបាទបន្ទាប់មកគឺយើងច្បល់បែបនេះបាទយើងដាក់អំបិលម្សៅស៊ុបបាទហើយនឹងប្រេងខ្យងបន្តិចមកបាទយើងដាក់បែបនេះហើយយើងច្បល់គ្រឿងហ្នឹងដើម្បីឲ្យវាចូលជាតិជាមួយសាច់បាទហើយយើងទុកប្រហែលជា5នាទីអញ្ចឹងណា5ទៅ10នាទីដើម្បីឲ្យវាចូលជាតិល្អហើយបន្ទាប់មកគឺបានយើងយកដាក់ទៅអបវាណាខ្ញុំប្រើកញ្ចប់អាលុយមីញ៉ុមដើម្បីធ្វើការដាក់ចំហុយបាទនេះគឺយើងច្បល់បែបនេះមកបាទគឺដើម្បីឲ្យវាចូលជាតិល្អបាទហើយបន្ទាប់មកគឺយើងដាក់នៅក្នុងកញ្ចប់អាលុយមីញ៉ុមដើម្បីយើងធ្វើការខ្ចប់ដាក់ចំហុយអញ្ចឹងណាបងប្អូនបាទនេះគឺខ្ញុំមានម្ទេសបុកខ្លះនិងមិនបុកខ្លះដាក់ចូលក្នុងហ្នឹងគឺទិដ្ឋភាពមួយអែមបាទនេះខ្ញុំដាក់ចំហុយបែបនេះបាទខ្ញុំមានឆ្នាំងចំហុយអញ្ចឹងចំហុយវាមកគឺឲ្យឆ្អិនល្អបាទហើយនេះគឺឆ្អិនហើយបងប្អូនបាទបើសិនជាបងប្អូនចូលចិត្តសូមជួយ Subscribe ហើយនិងជួយ Like ឲ្យបេះដូងផងដែរបាទអរគុណច្រើនបាទសម្រាប់ការទស្សនាបាទសូមសុខភាពល្អ